កម្លាំងប៉ូលីសមកខេត្តបើយើងគិតទៅតាម1000ជាងទេបាទហើយអាវុធហត្ថហើយជាង300អញ្ចឹងបើយើងយកកម្លាំងយើងទាំងពីរមកបូកចូលនេះក៏យើងអាចផត់គាត់បានដែរពីព្រោះនៅពេលដែលចេញគឺប្រហែលជាចូលប្រហែលជា6 7000នាក់បាទអញ្ចឹងគឺយើងទុកឲ្យគាត់ចេញតាមស្រួលក៏ប៉ុន្តែនៅពេលដែលគាត់ចេញគឺយើងបានដាក់កម្លាំងដើម្បីហុំព័ទ្ធទីតាំងអញ្ចឹងទាំង31អគារនេះគឺនៅបន្សល់សម្ភារៈដូចជាកុំព្យូទ័រនិងទូរស័ព្ទនៅតាមអគារទាំងអស់នេះពីព្រោះយើងអត់ទាន់បានធ្វើការឆែកឆេរទេសង្កេតនេះវានៅមានបញ្ហាដែលច្រើនទៀត One place we have found over 50,000 SIM card foreign SIM card ឥឡូវនេះយើងមកទល់ពេលនេះយើងឃើញថាបណ្ដាទីតាំងដែលយើងបានបិទគប់មិនឲ្យធ្វើសកម្មភាពតទៅទៀតមានប្រមាណជា190ទីតាំងអញ្ចឹងយើងឃើញថាការបិទគប់ទីតាំងទាំង compound ទាំងតាមបណ្ដាទីតាំងខ្លះដែលនៅក្រោមបុរីផ្ទះរបស់ប្រជាពលរដ្ឋក៏ដូចជាអគារខុនដូឡាក់នេះគឺយើងបានធ្វើយ៉ាងហ្មត់ចត់ហើយចំនួនអ្នកដែលត្រូវបានបង្ក្រាបផ្ដន្ទាទោសនៅតុលាការបន្ទល់ពេលនេះមាន37ករណីធំនៅកាលកំណត់មួយជាក់លាក់នៃការបោះសម្អាតបណ្ដាទីតាំងទាំង compound scam ក៏ដូចទីតាំងផ្សេងទៀតដែលលាក់នៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋនេះជាចំណុចមួយយើងខិតខំដោយសារការខិតខំនេះយើងឃើញថាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់បំពេញភារកិច្ចហើយក្នុងមួយថ្ងៃមិនតិចជាង20ទៅ30ទីតាំងទេ
For more such videos, subscribe to the NewsX YouTube channel, hit the bell icon.